សួស្តីអ្នកនាងនេះសូមធ្វើ skin care ពេលយប់មុនពេលចូលគេងម្ដងនេះខ្ញុំមកមុខ original ណាមុខ Skin អត់មានប្រើ filter អ្នកអាចមើលបានពេលដែលខ្ញុំដាក់ដៃលើមាត់ហ្នឹងគឺអត់មាន load អត់មានអីអញ្ចឹងបែបមុខខ្ញុំឥឡូវនេះបើនិយាយទៅគឺល្អជាងមុនច្រើនតែខ្ញុំប្រើសាឡៃរបស់ខាងដាវីដានេះវីតាមីន E នេះចូលកំប៉ុងទី2ហើយហើយសេរ៉ូមនេះក៏ចូល10ទី2ដូចគ្នាប៉ុន្តែ cream គឺអត់តនេះតែក៏គិតចូលប្រអប់ទី2ដែរនិយាយទៅខ្ញុំប្រើបានតែជាមួយខែហើយអញ្ចឹងតាក់ទងទៅនឹង skin care នៅពេលយប់គឺយើងអាចចោលបានអ្នកនាងខ្ញុំធ្លាប់មានបទពិសោធន៍ណាខ្ញុំធ្លាប់ចោលរយៈពេលប្រហែលជាចូលកន្លះឆ្នាំណាដោយសារតែខ្ញុំគិតថាអូវាអីយើងអាចប្រើត្រឹមតែ sunscreen នេះបានប៉ុន្តែអស់នេះពេលខ្ញុំកាលនោះពេលខ្ញុំអត់បានប្រើគឺមុខរបស់ខ្ញុំតែសារមុខខ្ញុំគឺអត់មានបញ្ហាមុនតែខ្ញុំមានរន្ធញើសធំៗនេះស្អីកាលមុនធំជាងហ្នឹងទៀតឥឡូវរៀងគ្រាន់បើអញ្ចឹងយប់ឡើងគឺខ្ញុំត្រូវជូតជាមួយនឹងសាឡៃវីតាមីន E ហ្នឹងហើយជំហានទី2គឺខ្ញុំប្រើស្រោមទី3គឺ cream ចឹងជាទូទៅគឺខ្ញុំជូតសាឡៃហ្នឹងមកស្លាប់ខ្ញុំជូតពេញមុខខ្ញុំមកជូតដល់កទាំងអស់នេះកុំភ្លេចពេលខ្ញុំប្រើ skin care ប្រើដល់កផងព្រោះដោយសារតែក៏ឲ្យមុខមួយកវាខុសគ្នាចឹងត្រូវជូតដូចគ្នាហើយនៅពេលដែលជូតទៅគឺកំណត់ខ្ញុំលាង form លាងមុខហើយទាំងអស់នេះប៉ុន្តែនៅតែមានតែដងជាមួយនឹងធូលីដីអីជាប់នឹងសាឡៃហ្នឹងចឹងនៅពេលដែលខ្ញុំជូតជាមួយសាឡៃហ្នឹងហើយខ្ញុំទុកឲ្យរៀងស្ងួតដល់វាស្ងួតចូលបន្តិចទៅខ្ញុំក៏ដាក់សេរ៉ូមជាជំហានទី2ចឹងសេរ៉ូមនេះគឺសាច់គេតែជាសាច់ទឹកសេរ៉ូមហើយទឹកសេរ៉ូមនេះក៏វាជួយទៅដល់តកតងជាមួយនឹងផ្សិតដូចយើងជួយទៅដល់ស្បែកមុខយើងហ្នឹងរៀងមានពលឺជាងមុនទាំងអស់នេះខ្ញុំដាក់ភ្លើងប៉ុន្តែបើសិនជាអត់ដាក់ភ្លើងក៏ស្បែកមុខខ្ញុំរៀងគ្រាន់បើជាងមុនដែរអញ្ចឹងពេលខ្ញុំលាបលើសខ្ញុំយកមកលាបកដូចគ្នានិយាយទៅយើងកុំចោលកឲ្យសោះយើងត្រូវតែលាបទាំងកហើយមុខជាមួយគ្នាចំនៅជំហានទី3គឺខ្ញុំប្រើ cream នេះគឺជំហានទី3ហើយគឺយើងអាចចូលគេងបានហើយខ្ញុំចែករំលែកបទពិសោធន៍មួយទៅបងស្រីៗដែលគាត់ធ្លាប់គិតថាចេះអត់ចាំបាច់ប្រើ skin care ពេលយប់ទេពេលព្រឹកលាបតែ sunscreen អាចតែបានទៅគឺអូខេហើយមិនចាំភ័យខ្លាចមុខជាប់ប៉ុន្តែខ្ញុំចង់ប្រាប់បទពិសោធន៍ខ្ញុំទៅទាំងអស់គ្នាថា skin care ពេលយប់ក៏សំខាន់ដែរដោយសារពេលយប់គឺជាពេលដែលយើងគេងអញ្ចឹងនៅពេលដែលយើងគេងគឺពេលដែលផ្ទៃមុខរបស់យើងបានសម្រាកអញ្ចឹងបើសិនជាយើងបានលាបសេរ៉ូមលាប skin care លាប cream ដើម្បីទៅជួយផ្ដល់សំណើមឬក៏ទៅជួយកោសិកាស្បែកពេលយប់គឺល្អបំផុតទាំងអស់គ្នាដោយសារពេលព្រឹកទោះបីយើងមាន skin care ក៏ដោយយើងមាន cream ឬក៏យើងមាន sunscreen អីក៏ដោយវាគ្រាន់តែជួយការពារកម្ដៅថ្ងៃវាជួយការពារប៉ុន្តែវាបានជួយឆក់នេះដោយសារតែផ្ទៃមុខរបស់យើងគឺរវល់ធ្វើការរបស់យើងដែរអត់មានបាន face សម្រាប់អីចឹងបើសិនជាពេលយប់ទាំងអស់គ្នាឲ្យខាត់កុំចោលកុំធ្វើដូចខ្ញុំព្រោះដោយសារខ្ញុំកន្លះឆ្នាំមុនខ្ញុំអត់ហ៊ានថតមុខស្រីចេះដោយសារមុខខ្ញុំគឺឃើញបហោអត់មានម៉ត់អត់មានថ្លាសាក់ភ្លឺអញ្ចឹងទេចាំបើសិនជាបងស្រីអត់ដឹងថាតើគួរប្រើ skin care ណាដែលល្អអាចចូលជាមួយដាវីដាបានគឺមានបើសិនជាមុខយើងអត់មានបញ្ហាមុនអត់មានបញ្ហាអាឡែស៊ីឬក៏ឡើងរោទរមាស់ហើយយើងអាចប្រើវីតាមីន E បានហើយ complex serum winter ក៏ដូចជា winter របស់ដាវីដាដូចគ្នានិយាយទៅ3មុខហ្នឹងគឺល្មមអត់ចាំបាច់ត្រូវប្រើអីទៀតទេប្រើតែ3មុខហ្នឹងគឺគ្រប់គ្រាន់ហើយទាំងពេលព្រឹកទាំងពេលយប់សម្រាប់ skin care យើងអាចប្រើទាំង3មុខហ្នឹងបានហើយ form ឥឡូវនេះខាងដាវីដាក៏មាន form ដូចគ្នាបងប្អូនអាចប្រើ form លាងមុខបានហើយពេលថ្ងៃគឺយើងត្រូវបន្ថែម sunscreen យើងអាចជិះឆ្ងាយពី sunscreen បាននេះអញ្ចឹងបើសិនអ្នកមានចំហពី skin care អីអាចសួរខ្ញុំបានខ្ញុំមិនមែនអ្នកជំនាញ skin care ខាងណាប៉ុន្តែខ្ញុំអាចប្រាប់បានទៅតាមផ្ទៃមុខរបស់ខ្ញុំណារយៈពេល1ខែនេះខ្ញុំបានផ្ទៃមុខប៉ុណ្ណឹងមកវិញគឺខ្ញុំសប្បាយចិត្តហើយចុះបងប្អូនទាំងគ្នាកុំភ្លេចថែរក្សាផ្ទៃមុខមុនពេលចូលគេ